តែយើងគួរបំភ្លេចអតីតកាលមិនល្អទេចម្លើយខ្លីគឺយើងមិនចាំបាច់បំភ្លេចទេប៉ុន្តែត្រូវទុកវាជាមេរៀនមិនមែនទុកវាជាបន្ទុកនៅក្នុងជីវិតទេអតីតកាលមិនអាចលុបបានពិតមែនប៉ុន្តែយើងអាចបំលែងវាបានអ្វីៗដែលកន្លងទៅហើយយើងមិនអាចត្រឡប់ទៅកែបានទេនេះគឺជារឿងពិតមនុស្សខ្លាំងមិនមែនមនុស្សដែលគ្មានអតីតកាលឈឺចាប់ទេតែមនុស្សខ្លាំងត្រូវរៀនរស់ជាមួយនឹងអតីតកាលដោយមិនឲ្យវាគ្រប់គ្រងជីវិតបានពេលខ្លះយើងព្យាយាមបំភ្លេចតែបេះដូងយើងនៅតែឈឺនោះមានន័យថាយើងមិនទាន់ដោះលែងបាននៅឡើយទេពាក្យថាដោះលែងមានន័យថាយើងមិនខឹងនឹងខ្លួនឯងទៀតមិនបន្តោសអ្នកដទៃទៀតនិងមិនឲ្យអតីតកាលមកគ្រប់គ្រងអារម្មណ៍បច្ចុប្បន្នរបស់យើងអតីតកាលពិតណាស់វាគឺជាគ្រូមិនមែនជាស្រមោលឈឺចាប់ទេកំហុសការឈឺចាប់ការបរាជ័យទាំងប៉ុន្មានវាមិនមែនមកបំផ្លាញអ្នកទេប៉ុន្តែវាមកបង្រៀនអ្នកឲ្យរឹងមាំឲ្យឆ្លាតនិងឲ្យប្រុងប្រយ័ត្នជាងមុនបើគ្មានអតីតកាលទេអ្នកមិនអាចក្លាយជាមនុស្សរឹងមាំដូចថ្ងៃនេះទេប្រសិនបើវាឈឺចាប់ខ្លាំងពេកសូមអនុញ្ញាតឲ្យខ្លួនឯងបានព្យាបាលនិងសម្រាកយើងមិនបាច់រឹងមាំពេកទេមិនចាំបាច់ញញឹមទាំងបង្ខំទេពេលខ្លះការទទួលស្គាល់ថាខ្ញុំឈឺវាគឺជាជំហានដំបូងនៃការជាសះស្បើយអតីតកាលគឺជាទំព័របច្ចុប្បន្នគឺជាប៊ិចអនាគតគឺជាសៀវភៅដែលអ្នកកំពុងតែសរសេរ